ពេលបងទៅរកកង់3គេជិះបងប្រាំងខ្ញុំយល់ថាវីដេអូបងប្រាំងបងធ្វើដើម្បីទីផ្សាររបស់បងដើម្បីផលប្រយោជន៍តែ បងត្រូវថ្លឹងចិត្តគេថ្លឹងចិត្តខ្លួនឯងទៅដាក់ចិត្តគេផងពីព្រោះបើសិនជាឧទាហរណ៍ថាគេអ្នកទិញម៉ូតូបងហើយចាំដល់ផ្ទះចាំគេឲ្យលុយបងបកគលកាតគ្រីគេអត់បងបកគលម៉ូតូគេអត់បងហ៊ានអត់អានឹងចង់សួរបងទៅអញ្ចឹងវិញអានេះគឺជាអារម្មណ៍អ្នករស់ស៊ីដូចគ្នាហើយការសម្ដែងរឿងក៏ដូចគ្នាកុំធ្វើអ្វីទៅដល់ដើម្បីផលប្រយោជន៍ខ្លួនឯងតែធ្វើឲ្យប៉ះពាល់ក្នុងអារម្មណ៍របស់គេបាទអ្នករត់កង់3មួយគាត់មានតម្លៃរបស់គាត់ហ៎បងមិនចឹងគាត់មានប្រវត្តិរូបត្រឹមត្រូវគាត់ជាប់អេបគាត់មានបានបើកបបានគេភ្ជាប់អេបឲ្យគាត់ទិញកង់3អស់ទាំងលុយបាទហើយដូចជាលុយសម្ដែងរឿងលុយ100 200អញ្ចឹងបើយើងអត់លុយជិះបើយើងខ្វះលុយយើងសុំបងកង់3ទៅថាបងខ្ញុំខ្វះលុយ100 200យើងនិយាយស្រួលទៅមកពីបងអត់យល់ពីការងាររបស់គេក្រុមហ៊ុនគេកាត់ថ្លៃអេបបង100 200ហ្នឹងគឺសំខាន់ណាគេកាត់ក្នុងអេបយើងបញ្ចូលលុយដូចគ្នាបញ្ចូលលុយក្នុងអេបទៅពេលយើងដឹកភ្ញៀវបុកខៀងហ្នឹងគឺគេកាត់100 200ហ្នឹងគឺសំខាន់សម្រាប់អ្នករស់ស៊ីបាទអាហ្នឹងគួរយល់ចំណុចហ្នឹងហើយសំដែងរឿងអីផលប្រយោជន៍ខ្លួនឯងតែកុំធ្វើឲ្យប៉ះពាល់អារម្មណ៍គេបាទដើរប្រេងសុំកង់3គេជិះឲ្យដល់ផ្ទះហើយគាត់ស្លៀកពាក់អរិយអរៈចឹងទៅបងអើយអ្នករស់ស៊ីដូចគ្នាបើគេអ្នករស់ស៊ីដូចគ្នាគេអត់លេងឲ្យប៉ះពាល់ដល់អារម្មណ៍អ្នករស់ស៊ីដូចគ្នាចឹងទេដោយសារអ្នកដែលជិះភ្ញៀវដែលជិះហ្នឹងគេធ្លាប់ជួបប្រទេសហើយដែលជិះឲ្យមិនឲ្យលុយជាច្រើនតែគេមិនដែលថតផុសមិនដែលរាយរាប់ទេហើយសាកបងអ្នកលក់ដូរហ្នឹងបងលក់ម៉ូតូបើសិនជាភ្ញៀវទៅទិញបងបងឲ្យកាត់គ្រីគេឲ្យម៉ូតូគេហើយចាំដល់ផ្ទះចាំគេបងលុយសួរតែបងព្រមអត់ខ្ញុំថាបងអត់ព្រមដូចគ្នាអាហ្នឹងចេះយកចិត្តខ្លួនឯងទៅថ្លឹងចិត្តគេផងពេលវេលាតិចតួចហ្គាសក៏នៅថ្លៃនៅឡើយហើយគេមានពេលណាទៅដើរដឹកយើងលេងហើយទៅដល់ចាំយកលុយនៅនេះនៅនោះហ្នឹងគឺវាជួបបញ្ហាច្រើនគេមានហេតុផលរបស់គេហើយមួយទៀតសំដែងរឿងតែរឿងកង់3ណាចង់បានលុយគេលើសវាគ្មានទេជាក់ស្ដែងគ្នាខ្ញុំមកកណោគឺភាគច្រើនដឹកប៉ះតែមនុស្សខ្លះអត់ឲ្យលុយផងហើយយើងមិនដែលទៅនិយាយផងហើយ100 200ពេលខ្លះសុំគេទៅព្រោះគេដឹកអេបក្រុមហ៊ុនកាត់100 200ហ្នឹងគឺមានតម្លៃសម្រាប់គេរស់ស៊ីគេអត់ចង់កេងចំណេញទេបើគេចង់មានបានឆាប់ដូចបងហ្នឹងគេមិនទៅទិញកង់3អស់លុយមកកណោទៅរស់ស៊ីដោយសុចរិតចឹងទេបាទវីដេអូហ្នឹងផ្ដាំផ្ញើទៅតែប៉ុណ្ណឹង